សួស្តីប្រិយមិត្តទាំងអស់គ្នាសម្រាប់ថ្ងៃនេះខ្ញុំមានរឿងដ៏ព្រឺព្រួចគួរឲ្យខ្លាចមកចែករំលែកបងប្អូនទាំងអស់គ្នារឿងហ្នឹងកើតឡើងទៅលើបងប្រុសម្នាក់ដែលច្រើនឆ្នាំកន្លងមកហើយគាត់បានជួបនៅរឿងហ្នឹងដោយសារតែគាត់បានទៅធ្វើការជាអ្នកថែទាំផ្ទះលំហែឲ្យអ្នកមានដ៏ស្ដុកស្ដាំម្នាក់ហើយនៅពេលដែលគាត់បានទៅយាមនៅផ្ទះហ្នឹងទើបគាត់បានជួបនៅរឿងរ៉ាវដ៏គួរឲ្យព្រឺព្រួចគួរឲ្យរន្ធត់ស្ទើរតែមិនជឿថានឹងមានរឿងនឹងកើតឡើងចំពោះគាត់អញ្ចឹងសម្រាប់ថ្ងៃនេះខ្ញុំនឹងយករឿងនឹងមកនិទានចែកជូនបងប្អូនទាំងអស់គ្នាស្ដាប់រឿងហ្នឹងត្រូវត្រឡប់ទៅនិយាយកាលពី 4-10 ឆ្នាំមុនឯណោះកាលហ្នឹងសំអាតទើបតែរៀនចប់មហាវិទ្យាល័យហើយបន្ទាប់មកគាត់ដើររកការងារធ្វើមិនបានសោះឪពុកម្ដាយរបស់គាត់ហ្នឹងធ្វើត្បិតតែក្រមិនសូវមានទ្រព្យសម្បត្តិតែព្យាយាមរកលុយកាក់ដើម្បីបញ្ជូនគាត់ឲ្យទៅរៀនឲ្យចប់មហាវិទ្យាល័យលុះដល់រៀនចប់ហើយហ្នឹងបែរជារកការងារមិនបានធ្វើពុកម្ដាយរបស់គាត់ហ្នឹងតែងតែលើកទឹកចិត្តគាត់ថាមិនបាច់កើតទុកឬពិបាកចិត្តអីទេគាត់ឲ្យសម្អាតព្យាយាមរកការងារបដាទៅកុំខ្វល់ចិត្តកូនមួយគាត់អាចចិញ្ចឹមបានអញ្ចឹងណាប៉ុន្តែសម្រាប់សម្អាតខ្លួនឯងគាត់មិនសប្បាយចិត្តតតែសោះហ្មងរៀនចប់ហើយរកការងារមិនបានធ្វើស្រាប់តែថ្ងៃមួយហ្នឹងមានបងប្អូនខាងឪពុកគេបានខលមកនិយាយជាមួយនឹងឪពុកសម្អាតបើសិនជាមិនទាន់មានការងារទេគាត់មានការងារមួយឲ្យសម្អាតធ្វើដោយការងារហ្នឹងងាយស្រួលមែនទែនគ្រាន់តែទៅយាមផ្ទះលំហែមួយខ្នងរបស់អ្នកមានម្នាក់អញ្ចឹងណាប្រាក់ខែក៏បានល្អព្រមទាំងមានថ្លៃបាយថ្លៃអីទៀតគាត់តែលឺអញ្ចឹងគាត់ក៏គិតថាក្នុងកំឡុងពេលដែលរកការងារមិនបានធ្វើគាត់នឹងទៅធ្វើការងារនឹងបណ្ដោះអាសន្នសិនក្រោយពីគាត់និយាយចឹងហើយឪពុករបស់គាត់នឹងក៏មិនអាចប្រកែកជាមួយនឹងគាត់បានដែរធ្វើម៉េចបើសម្អាតនឹងបារម្ភរឿងរកការងារធ្វើមែនទែនលុះដល់ថ្ងៃដែលគាត់ត្រូវទៅធ្វើការនៅផ្ទះមួយខ្នងហ្នឹងស្រាប់តែមានអំប្រុសម្នាក់តែមិនមែនជាសាច់ញាតិរបស់គាត់នោះទេជាអ្នកយាមចំការឲ្យម្ចាស់នឹងដែរក៏មិនដឹងគ្រាន់តែដឹងថាគាត់នឹងឯងជាអ្នកមកទទួលសម្អាតឲ្យទៅស្គាល់ផ្ទះដែលគាត់ត្រូវទៅដេកយាមហ្នឹងនៅពេលដែលអំប្រុសម្នាក់នឹងជូនគាត់ទៅដល់ផ្ទះមួយខ្នងហ្នឹងគាត់មានអារម្មណ៍ថាផ្ទះហ្នឹងស្អាតទេសភាពក៏ស្អាតនៅពីមុខមានរបងព័ទ្ធជុំវិញមានដើមឈើតូចធំនៅខាងមុខនឹងគួរឲ្យចង់នៅមែនទែនចំណែកតួផ្ទះហ្នឹងក៏ស្អាតទៀតលើកខ្ពស់ពីដីតែមិនតិចទេប្រភេទផ្ទះថ្មព្រោះអីផ្ទះហ្នឹងនៅជាប់នឹងជើងភ្នំចឹងហើយវាមានជាន់ខាងក្រោមតែมันអាចដើរចូលទៅមួយចំហខ្លួនបានទេបើចូលទៅត្រូវតែដើរអោនដើរកោងទើបទៅដល់ហើយកន្លែងខ្លះហ្នឹងក៏ដើរចូលទៅអត់កើតដែរអញ្ចឹងណាព្រោះគេធ្វើតាមជំរាលបានភ្នំនៅពេលដែលគាត់ចូលទៅដល់ក្នុងផ្ទះហ្នឹងគឺមាន3បន្ទប់មានបន្ទប់ខាងមុខកណ្ដាលហើយនឹងចុងគេមានកន្លែងសម្រាប់ទទួលភ្ញៀវចង្ក្រានបាយបន្តិចហើយនឹងមានទ្វារទម្លុះទៅខាងក្រោយសម្រាប់ខាងក្រោយហ្នឹងបើចូលមើលពីទ្វារទៅហ្នឹងឃើញមានដើមឈើខ្ពស់នៅខាងក្រោមហ្នឹងមានស្មៅខ្ពស់ដុះស្រោងស្រាងពេញទៅនឹងលក្ខណៈព្រៃស្ដុកនឹងអំប្រុសត្រឡប់ទៅវិញគាត់បានបញ្ជាក់ប្រាប់សម្អាតថាមិនឲ្យសម្អាតហ្នឹងចេញទៅរវល់ខ្វល់ខ្វាយនឹងព្រៃខាងក្រោយផ្ទះហ្នឹងទេក្រោយពីស្ដាប់ចប់ហ្នឹងសម្អាតក៏មានការឆ្ងល់ក្នុងចិត្តដែរតែក៏មិនបានគិតអីវែងឆ្ងាយក្រោយពីអ៊ំនឹងចេញទៅសម្អាតក៏ចាប់ផ្ដើមរៀបចំបន្ទប់បោះជូតក្នុងផ្ទះឆ្កាស្មៅអីផ្សេងតាមទម្លាប់គាត់ដែលជាមនុស្សឧស្សាហ៍លុះដល់ពេលល្ងាចក្រោយពីគាត់សម្រាកពីការជម្រះស្មៅជូតផ្ទះបោះផ្ទះរួចរាល់ហើយហ្នឹងគាត់ក៏បានទៅងូតទឹកសម្អាតខ្លួនបន្ទាប់មកគាត់ក៏បានចេញពីផ្ទះសម្ដៅទៅតូបចាប់ហួយដើម្បីទិញសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួនអញ្ចឹងណានៅពេលដែលគាត់ដើរចេញមកទើបគាត់មើលឃើញថានៅម្ដុំផ្ទះលំហែបានគេហ្នឹងមិនមែនស្ងាត់ណាស់ណាទេបងប្អូនស្ងាត់តែចំពោះបរិវេណផ្ទះដែលសម្អាតនៅតែប៉ុណ្ណោះចំណែកដើរមកដល់មាត់ថ្នល់គឺមានផ្ទះជាហូរហែគ្រាន់តែមិនជាប់គ្នាតែប៉ុណ្ណោះមានទាំងផ្ទះលក់ចាប់ហួយមានកន្លែងលក់កាហ្វេអាហារពេលព្រឹកមានជាហូរហែនៅពេលដែលគាត់ដើរទៅដល់កន្លែងតូបចាប់ហួយទិញរបស់ញ៉ាំរបស់ប្រើប្រាស់មួយចំនួនហ្នឹងគាត់ក៏ឃើញមានតាហ្នឹងអង្គុយនៅមុខតូបចាប់ហួយហ្នឹងចឹងហើយគាត់ក៏ដើរទៅសួរនាំដើម្បីទិញហើយចូលទៅនិយាយលេងខ្លះដើម្បីផ្សារភ្ជាប់ទំនាក់ទំនងអ្នកជិតខាងនៅពេលដែលគាត់ទិញរបស់ទិញអីហ្នឹងលោកតាម្នាក់ហ្នឹងក៏បាននិយាយមកគាត់ថាអូនឯងអ្នកនៅណាហេតុអ្វីបានជាគាត់មិនដែលឃើញមុខតតែសោះចឹងណា
នៅពេលដែលលោកតានឹងនិយាយចឹងគាត់ក៏ឆ្លើយទៅថាខ្ញុំទើបតែអ្នកចំណូលថ្មីខ្ញុំមកធ្វើការឲ្យផ្ទះនៅខាងមុខនេះបន្តិចគាត់ក៏ចោលទៅផ្ទះហ្នឹងនៅពេលដែលតានឹងឃើញសម្អាតចង្អុលទៅផ្ទះហ្នឹងណាគាត់ក៏បើកភ្នែកធំទំនងដូចជាចម្លែកក្នុងចិត្តមែនទែនហើយគាត់ក៏បានសួរថាអ្នកណាគេណែនាំឲ្យខ្លួនឯងមកធ្វើការនៅហ្នឹងហើយចុះសុខកណើតអីនៅណានៅអីចឹងណាប៉ុន្តែគាត់សួរដោយការព្រួយបារម្ភបន្ទាប់មកលោកយាយដែលនៅក្នុងផ្ទះបានស្រែកទៅប្រាប់លោកតាម្នាក់នឹងថាកុំសួរនាំច្រើនពេកក្រោយពីលោកយាយនឹងនិយាយចឹងណាលោកតាម្នាក់នឹងក៏ស្ងាត់មាត់ឆឹងតែម្ដងលេងសួរនាំអ្វីទៀតសម្អាតចម្លែកក្នុងចិត្តមែនទែននៅពេលដែលសម្អាតយកអីវ៉ាន់ទៅគិតលុយគិតអីរួចរាល់អស់ហើយហ្នឹងមុននឹងដើរចេញមកលោកតានឹងក៏ស្រែកប្រាប់សម្អាតថាណែអានាងពេលដេកកុំភ្លេចចាក់សោទ្វារឲ្យចិត្តហើយបើមានអ្នកណាទៅគោះទ្វារស្រែកហៅសូមកុំឆ្លើយឲ្យសោះស្ដាប់សម្ដីលោកតានឹងនិយាយហើយសម្អាតមានអារម្មណ៍ថាព្រឺសបល់មែនទែនព្រឺសម្បល់នឹងសម្ដីដែលលោកតានឹងនិយាយតែម្ដងគាត់បានអរគុណលោកតាហើយលាទៅផ្ទះរបស់គាត់វិញព្យាយាមប្រាប់ខ្លួនឯងថាប្រហែលជាលោកតាដឹងថានៅម្ដុំនេះមានចៅមានអីចឹងដឹងបានជាប្រាប់គាត់អញ្ចឹងលុះដល់យប់ឡើងហ្នឹងបន្ទប់ដែលសម្អាតត្រូវសម្រាកហ្នឹងគឺនៅបន្ទប់ចុងក្រោយគេផ្អស់ហើយបង្អួចនៅក្នុងបន្ទប់ហ្នឹងអាចមើលទៅឃើញព្រៃដែលនៅខាងក្រោយហ្នឹងបានពេលដែលសម្អាតប្រកាសក្នុងចិត្តឲ្យថាបានបើកភ្លើងជុំវិញផ្ទះបិទទ្វារបិទបង្អួចគ្រប់ផ្ទាំងរួចរាល់អស់ហើយហ្នឹងក៏បានចូលទៅសម្រាកនៅបន្ទប់របស់ខ្លួនគាត់មានអារម្មណ៍ថាផ្ទះនេះស្ងាត់ចងំតែម្ដងគាត់មានការសង្ស័យក្នុងចិត្តមែនទែនគាត់គិតថាផ្ទះដែលនៅក្បែរយើងភ្នំអញ្ចឹងវាគួរតែមានសម្លេងសត្វជុំតែអត់ទេនៅពេលដែលគាត់ឡើងទៅលើគ្រែសម្រាកហ្នឹងគាត់មានអារម្មណ៍ថាដូចជាគេងមិនលក់តតែសោះគាត់គិតថាប្រហែលជាប្លែកកន្លែងឯមើលទៅមានអារម្មណ៍ថាឈួលក្លិនអ្វីមួយយ៉ាងចូលមកច្រមុះរបស់គាត់លក្ខណៈដូចជាមិនមែនក្លិនថ្នាំផ្ទះឬក៏អីទេហើយក៏មិនមែនក្លិនផ្ទះដែលទុកចោលយូរដែរប៉ុន្តែក្លិនហ្នឹងហាក់ដូចជាក្លិនច្រេះដែកចាបងប្អូនក្លិនច្រេះដែកហ្នឹងមកឈួលជាប់នឹងច្រមុះរបស់គាត់ព្យាយាមបិទភ្នែករហូតដល់គាត់មើលនាឡិកាគាត់ទៅហ្នឹងម៉ោងប្រហែលជា 7:12 ពេលហ្នឹងស្រាប់តែមានភ្លៀងធ្លាក់ចុះមកភ្លៀងមិនខ្លាំងប្រហែលទេស្រីល្មមមកឮថាមានភ្លៀងគាត់ដេកស្ដាប់សំឡេងទឹកភ្លៀងស្រិចនឹងរហូតដល់ម៉ោង 12 ជាងនៅពេលដែលគាត់កំពុងតែដេកស្ដាប់សំឡេងភ្លៀងស្រិចហ្នឹងស្រាប់តែគាត់ឮសូរសំឡេងអ្វីមួយយ៉ាងហាក់ដូចជាសំឡេងមនុស្សដើរឬក៏សំឡេងអីដែលអង្កលយឺតឮសូរស្រាប់ស្រាក់សំឡេងហ្នឹងហាក់ដូចជាឮនៅចុងព្រៃឯណោះប៉ុន្តែយូរទៅសំឡេងហ្នឹងកាន់តែរំកិលមកចិត្តបង្អួចរបស់គាត់នៅពេលដែលសំឡេងនឹងមកដល់ចិត្តបង្អួចរបស់គាត់វាក៏ស្ងាត់ទៅមួយសន្ទុះក្រោយមកហ្នឹងគាត់ឮសូរសំឡេងមនុស្សក្ហឹមបន្ទាប់មកសំឡេងនោះក៏បាត់ទៅទៀតមួយសន្ទុះក្រោយមកគាត់ឮសូរសំឡេងម្ដងទៀតនៅមាត់បង្អួចនឹងស្រែកសួរមកគាត់ថាមានមនុស្សនៅអត់មានអ្នកណានៅក្នុងនឹងអត់សំអាតក្រោយពីឮសូរអ្នកស្រែកសួរអញ្ចឹងគាត់ប៊ីសនឹងឆ្លើយតបទៅគេទៅហើយប៉ុន្តែគាត់សំណាងគាត់នឹកឃើញចាំសម្ដីរបស់លោកតាដែលបាននិយាយប្រាប់គាត់កាលពីល្ងាចថាបើមានអ្នកណាហៅហាមតបចឹងហើយធ្វើឲ្យគាត់យកដៃខ្ទប់មាត់គាត់ប៊ីសនឹងឆ្លើយតបទៅហើយព្រោះជាសម្ដីរបស់មនុស្សប៉ុន្តែគាត់គិតម្ដងទៀតថាបើសិនជាមានអ្នកគួរតែគោះពីមាត់ទ្វារពេលហ្នឹងគាត់ភ័យគាត់ស្លុតតិចចុងដៃចុងជើងមែនទែនប៉ុន្តែគាត់ខំសំងំពេលដែលគាត់មិនព្រមឆ្លើយតបអញ្ចឹងណាសំឡេងហ្នឹងក៏ស្ងាត់ទៅមួយសន្ទុះក្រោយមកហ្នឹងបានឮសូរសំឡេងដើរត្រឡប់ទៅវិញគាត់ធូរទ្រូងមែនទែនគាត់សំងំដេករហូតដល់ព្រឹកឡើងគាត់ដើរមើលជុំវិញផ្ទះអីហ្នឹងមានសភាពធម្មតាមើលទៅគឺធម្មតាទាំងអស់ហ្មងបងប្អូនគាត់ក៏រៀបចំជំរះស្មៅអីផ្សេងនៅខាងមុខផ្ទះមើលថែជាធម្មតាពេលដែលគាត់ធ្វើការងារបដៅហ្នឹងគាត់មានការឆ្ងល់គាត់មិនអស់ចិត្តនឹងព្រៃខាងក្រោយតើមានអ្នកណាគេដើរពីក្រោយនឹងមកអីអញ្ចឹងហើយគាត់ក៏ដើរទៅមាត់ទ្វារក្រោយផ្ទះហ្នឹងដើម្បីឈរមើលថាតើវាមានអីចម្លែកអត់នៅខាងក្រោយព្រៃហ្នឹងប៉ុន្តែគាត់អត់បានចេញទៅទេគាត់គ្រាន់តែឈរនៅមាត់ទ្វារមើលនៅពេលដែលគាត់ឈរមើលនៅមាត់ទ្វារហ្នឹងគាត់មើលឃើញថាម៉ៅដែលនៅខាងក្រោយផ្ទះហ្នឹងហាក់ដូចជាវាត្រេតវាទន់ដូចជាមានមនុស្សដើរនៅលើវា
ก็ប៉ុន្តែមិនមែនលក្ខណៈដូចថាដើរសង្កត់ធ្ងន់អីទេលក្ខណៈវារីវែងទៅដល់ខាងក្រោយព្រៃឯណោះនឹងគាត់ព្យាយាមពិនិត្យមើលណាដល់ពេលដែលគាត់ពិនិត្យមើលខ្លាំងទៅគាត់ឃើញថាអញ្ចឹងប៉ុន្តែគាត់គិតថាបើសិនជាសត្វដើរឬក៏មនុស្សដើរស្មៅវាគួរតែរៀបឬក៏ជាផ្លូវជាងហ្នឹងប៉ុន្តែអានេះមិនមែនទេគ្រាន់តែរៀបត្រេតលក្ខណៈថាស្មៅបាក់ឬត្រេតតែប៉ុណ្ណោះវាចម្លែកមែនទែនលុះដល់យប់ទី2នេះទៀតបងប្អូនគាត់ចាប់ផ្ដើមគេងអត់លក់ទៀតហើយរសាប់រសល់គេងអត់លក់តតែសោះគាត់គេងភ្នែកបើកភ្នែកបិទភ្នែកបើកភ្នែកប្រះចុះប្រះឡើងរហូតដល់ម៉ោង12ហ្នឹងចាប់ផ្ដើមមានភ្លៀងធ្លាក់ទៀតហើយបងប្អូនចាប់ផ្ដើមមានភ្លៀងធ្លាក់ស្រេចអត់ខ្លាំងទេគាត់ដេកស្ដាប់សំឡេងទឹកភ្លៀងពេលហ្នឹងគាត់ចាប់ផ្ដើមឮសូរទៀតហើយបងប្អូនសំឡេងដូចជាមនុស្សដើរស្រាប់ប៉ុន្តែអត់មានទម្ងន់ខ្លាំងដូចជាមនុស្សដើរព្រឹបទេលក្ខណៈស្រាប់ហើយក៏បាត់ហើយមួយសន្ទុះចាប់ផ្ដើមឮសូរទៀតហើយស្រាប់ប៉ុន្តែអត់មានឮសូរសំឡេងឆ្កែលូឬក៏សំឡេងអីផ្សេងដែលធ្វើឲ្យគាត់នឹងមានអារម្មណ៍ថាព្រឺព្រួចអីពេកទេគ្រាន់តែឮសូរសំឡេងស្រាប់នឹងរហូតមកដល់មាត់បង្អួចដែលគាត់ស្នាក់នៅនឹងនៅពេលដែលមកដល់មាត់បង្អួចហ្នឹងសំឡេងហ្នឹងក៏ស្ងាត់ទៅមួយសន្ទុះក្រោយមកនៅពេលដែលគាត់កំពុងតែទៀងទៅជាស្ដាប់ហ្នឹងណាស្រាប់តែឮសូរសំឡេងគួរបង្អួចប៉ុកពេលហ្នឹងគាត់ឡើងញ័រអស់តែខ្លួនអង្គុយនៅលើពូកយកដៃបិទមាត់របស់ខ្លួនមួយសន្ទុះក្រោយមកហ្នឹងគាត់បានឮសូរសំឡេងសួរទៀតដែរមានមនុស្សនៅអត់ខាងក្នុងហ្នឹងមានមនុស្សនៅអត់ពេលហ្នឹងគាត់ទាំងភ័យទាំងខ្លាចយកដៃបិទមាត់ខ្លួនដើម្បីកុំឲ្យខ្លួនឯងហ្នឹងច្រឡំមាត់ឆ្លើយតបទៅអ្នកខាងក្រៅហ្នឹងក្រោយពីមិនឮសូរសំឡេងគាត់ឆ្លើយមួយសន្ទុះក្រោយមកហ្នឹងគាត់ក៏បានឮសូរសំឡេងដើរស្រាប់ត្រឡប់ទៅវិញពេលហ្នឹងគាត់ធូរក្នុងចិត្តមែនទែនហើយក៏គ្មានឮសូរសំឡេងអីទៀតដែរលុះដល់យប់ទី3ហ្នឹងក៏ដូចគ្នាទៀតយប់ទី3នៅម៉ោង 7:12 ហ្នឹងស្រាប់តែឮសូរសំឡេងស្រាប់ហ្នឹងមកទៀតដែរប៉ុន្តែលើកនេះមិនមែនតែម្នាក់ហាក់ដូចជាមានមនុស្សច្រើនអ្នកមែនទែនដើរមកកន្លែងប្អួយបិណ្ឌគាត់ហ្នឹងពេលដែលមកដល់មាត់បង្អួយគាត់ហ្នឹងចាប់ផ្ដើមស្រែកសួរទៀតដែរមានអ្នកណានៅខាងក្នុងអត់ស្រែកសួរអញ្ចឹងណាពេលហ្នឹងគាត់ចាប់ផ្ដើមទៀតដែរគាត់ចាប់ផ្ដើមភ័យតិចចុងដៃចុងជើងព្រឺក្បាលទៀតដែរតែលើកនេះនៅពេលដែលអត់ឮសូរសំឡេងគាត់ឆ្លើយអញ្ចឹងគាត់បានឮសូរសំឡេងគេនិយាយគ្នាប្រហែលជាគ្មានអ្នកណាគេនៅតែដឹងចុះឯងរកអាធាឃើញអត់ស្រែកសួរគ្នាលក្ខណៈថាដើរមកជុំគ្នាហើយមានការបាត់គ្នាអញ្ចឹងណាស្រែកសួរគ្នាហើយក៏ស្រែកសួរមកខាងក្នុងផ្ទះម្ដងទៀតថាមានអ្នកនៅអត់គាត់ខ្ទប់តិចខ្ទប់មាត់គាត់មកសន្ទុះសំឡេងហ្នឹងស៊ីស៊ូហាក់ដូចកំពុងទៅជេរគ្នាខឹងគ្នារឿងអីចឹងណាជេរគ្នាស្រែករោគ្នាអញ្ចឹងទៅមួយសន្ទុះក្រោយមកហ្នឹងក៏ស្ងាត់ហើយក៏ឮសូរសំឡេងស្រាប់ហ្នឹងទៅឡាប់ទៅវិញទៅអញ្ចឹងហើយលូដល់ព្រឹកឡើងនោះគាត់ក៏ប្រញាប់ទៅផ្ទះតាលូចាប់ហួយហ្នឹងដើម្បីសួរនាំថាតើវាមានរឿងអីកើតឡើងផ្ទះហ្នឹងពេលដែលគាត់ទៅជួបលោកតាហ្នឹងណាលោកតាបែរជាមិននិយាយអីទាំងអស់គាត់គ្រាន់តែប្រាប់ទៅសម្អាតថាយប់ហ្នឹងណាកុំទៅគេងនៅបន្ទប់ចុងក្រោយគេហ្នឹងនៅពេលដែលសម្អាតសួរលោកតាវិញថាអញ្ចឹងបន្ទប់ណាទៅដែលគាត់ដេកបានស្រាប់តែលោកយាយដែលនៅខាងក្នុងហ្នឹងស្រែកមកថាបន្ទប់ណាក៏ដេកមិនបានដូចតែគ្នាហ្នឹងពេលដែលសម្អាតឮសូរអញ្ចឹងគាត់មានអារម្មណ៍ខ្វល់ខ្វាយក្នុងចិត្តមែនទែនមិនដឹងថាយប់ហ្នឹងគាត់នឹងជួបរឿងអីទៀតទេឬមួយក៏គាត់ត្រូវឈប់ធ្វើការពេលដែលគាត់ដើរត្រឡប់មកដល់ផ្ទះវិញហ្នឹងណាពេលហ្នឹងគាត់ខ្វល់ខ្វាយក្នុងចិត្តគាត់ខ្វល់ខ្វាយថាគាត់គួរតែបញ្ចប់ឬក៏នៅធ្វើការនៅទីហ្នឹងម្ដងទៀតបើគាត់បញ្ចប់គឺគាត់អត់បានប្រាក់ខែត្រឡប់ទៅផ្ទះវិញទេយ៉ាងហោចណាស់ក៏គាត់ត្រូវបានប្រាក់ខែមួយខែដើម្បីឲ្យគាត់មានមុខទៅជួបឪពុកម្ដាយរបស់គាត់ដែរចឹងហើយគាត់ក៏សម្រេចចិត្តថាសាលបងនៅមួយយប់ទៀតមើលទោះបីជាស្ដាប់មើលទៅមានអារម្មណ៍ថាយប់នេះនឹងមានរឿងធ្ងន់ធ្ងរមែនទែនសម្រាប់គាត់មកដល់ផ្ទះហើយនឹងគាត់ត្រៀមរបស់របរជាច្រើនគាត់ត្រៀមសម្លៀកបំពាក់វិចបំវិចហើយស្រាច់គាត់ត្រៀមឧបករណ៍ជាច្រើនមានដូចជាកំបិតខ្វែវហើយស្លៀកពាក់ឡើងរៀបរយហ្មងដើម្បីប្រឈមមុខទៅនឹងរឿងរ៉ាវដែលកើតឡើងនៅយប់ហ្នឹងគាត់អត់ហ៊ានដេកនៅបន្ទប់នៅក្រោយផ្ទះនោះទេហើយគាត់ក៏មិនហ៊ានដេកក្នុងបន្ទប់មួយណាដែរគាត់ដេកនៅកណ្ដាលផ្ទះហ្មងដេកនៅលើសាឡុងមុខទូទស្សន៍ហ្នឹងគាត់បើកសំឡេងទូទស្សន៍លឺហើយនៅជុំវិញផ្ទះហ្នឹងគាត់បើកភ្លើងនឹងភ្លើងចាចហ្មងដើម្បីការពារថាយ៉ាងហោចណាស់ក៏វាភ្លឺមើលឃើញអីចឹងណា
lúc đó có đèn lên mơ tu tua là họ đã mong đọc pi nâng á à vậy chập đám đôi đàm chẳng pe nâng á mày chập đám phèo sray mà tia ra con ngơm quỳ nơi các bài đây con miên pearl miên cầm bớt miên khoai vậy sao bẹp vàng lư xô sầm lên sập prap trên pi cào pi tè nâng màu tia ra sầm lên nông lư món á tụi bây giờ con bao tu lư bên ná sầm lên tu đang hạ đội ọt này con nơi tại lư xô sầm lên sập lỏng chút ba cái lái không thể chịu bên quạt về được con ngơm quỳ nữa á quạt trim căn pearl hai sải chăm chul mờ ta miên ai bật bật cọtเอาไว้ได้ในขังกราบเตะคือลือเป็นแต่เจี๊ยบันกวาดมองเป็นนั่งก็ลือโซเกกัวบังอวยปอกให้ใส่ซัวกวาดทาเมียเนี่ยเนยอดเมียเนี่ยนาเนยขนมนั่งอดมันตะบงใส่ซัวติดเตะยูเต้กันน่ะใส่ซัวคลังลางลือหลังเป็นแต่เจี๊ยกวาดมองกวาดปรือตั้งปีกบ้านละหัวดาจงเชิงแต่เจ๊จงได้จงเชิงเมียนอารมณ์ทัศปึกเป็นต่างคลวนมวยสันตูกรอยเมานั่งสลับแต่ลือโซเกติเจคเนียเตเมียละขณะโดยจิบัดมันเตียได้ใส่ซัวโรคเนียท่าอาเทียเมาเนอเมียนาเคยอาเทียอดจังอะให้เมียนสำเลงติเจดังดาวเนียเป็นต่างไกลกว่าอุดนังสำเลงมันเมียนในแต่ตรำนังเตกอดหาโดยจิเมียนลือโซสำเลงมนุษย์ดาวในจุ่มเป็นแต่กอดใหญ่เนียเป็นแต่นังใหญ่ใจจ้าเป็นแต่จุ่มเป็นแต่กอดรอยเมาบองโอนดังมาจีมันเมนแต่กรอยเตะเตะเลือกนี่เนื้อมุกเตะกอดก็เมนลือโซสำเร็จกูทวีได้เลือกนี้มันเมนจีสำเร็จมันลือเปล่าโดยปีมนเตในขังมุกทวีนังเมนมันลือใส่มันเนี่ยมุกกูทวีใส่ในเปเด็กกอดลือโซสำเร็จลือใส่นั่งอ่ะกอดจำบ้านอย่างจะบาดท่าคือเชี่ยสำเร็จหลบบอลหลบเย่ปะปนหลบตาได้หลุดจับโอยเนื้อมุกนังมันตะบงก็มีอารมณ์ท่าอ้อเหม็นเตนรูกท่าประหารเชี่ยหลบเย่หลบตานั่งน้อมเคลียมาช่วยกอดปันไตเนเปได้สดับยูเตอร์สำเร็จยังเหมือนเมนสำเร็จทวนเตสำเร็จสระสดับให้หลังปลื้สบอลเหมือนเตนก็สดับยูเตอร์ตัวกอดดังท่าสำเร็จยังเหมือนเมนเชียสำเร็จมนุเตสำเร็จได้สระบังหามวยอาโอนบางทีเอาเย็นติกกอดเป็นนั่งคือมันเฮียนกับร้ายครูนโสมใบแต่มันติกแต่งได้หมดนั่งออมทามเมียนเหมือนเดิมมาช่วยปันไตเป็นนี้มันเมนเตกอดกุยงัวคลุนมันเฮียนหนึ่งดอกตาหามพองคลายปวดเนี่ยขังกราวหนึ่งลือเนเปเด็กกอดกับปงไตคลายนั่งตัวในขนมแต่บอกกอดแล้วหลุดพลับกอดได้เราตะคลายคลังหรือดาวเปนั่งกอดมือเมาจัดมวยตัวเมากอดดื้อซื้อสมเลงดาวกระดองแต่งดาวบาสันจิมดูธรรมดาปีบะดาวเหม็นเตนตรึกเอาแต่นี่กอดลือโซสำหรับเจิงดาวปรับในขังกราวแต่ผู้ไอ้กอดนั่งกระทาบาสันจิกอดในขนมแต่ในยุคนี้กอดประหายจิมันรุยคลวนเตมือเตอจังกอดสำหรับเจ็ดทากอดนั่งจ่ายใจบีบแต่ในต่างยุคเป้ได้กอดกินจังหายกอดประโมลออสมาได้กำลังประแรงกันเศร้าจวบหนึ่งใดประตอบมาบางทวีเตะจะเศร้าระบองรถเจงมาได้เหมือนเงี้ยกระไรรถเตอรกเตะลวดจับหุยรถบอลลูกตาลูกเย่เปแต่ดาวนังตูบจับหวยบัดงัดช่างแต่มาดองกอดกุ้ยเนื้อมกตูบจับหวยโรโหตัวพลือลูกดาปรักลางเนื้อเปได้ตาเย่นังบางทวีใจเมานังเคยกอดนะน้อมคณีสลังกังให้น้อมกอดตึงกุ้ยสำรวจอารมณ์ลูกดาวกอดสำรวจอารมณ์หรือรอให้นังกอดบานเรียบรอบปีหายกาได้กอดบานจูบตั้งปีไงตะบงโรโหดาวหยบไม่นังตาปีมุนนังเมียนหายกาไอ้ลูกตาลูกเย่บานเชียเตะนังเมียนเรื่องจังเป็นนังตาบานเรียบรอบทางกาปีจุนวนมุนรอบสับชนะมาหายไหลนังคือจีเพลย์ล้างแต่เลือพนมไปเจียจนเนี่ยภูมิจิตง่ายได้เตะล้างแต่เลือพนมนังดำใบโรคระบอบเซ็งนั่งคือเกทัวดำนาฉลองกัดนังไอเมียนไงมวยนังไปเด็กเกล้างแต่เลือพนมโรคระบอบไปเนื้อเป็นนังเมียนเพลียงแถลอย่างคลังทัวไอปุเกนังโรแถลปีเลือพนมสลับออกจิจาเนี่ยกราวมาเตียนนังเพลย์นังก็เมียนเนี่ยนาฉลองกัดตกเจ้าโรโหดดักคลายจะเจียบไรสดอกกลายม้าเมียนเมียนสดอกสดามเนี่ยนั่งมาติงใดนั่งดำใบเฟือบแต่ลมหายแต่รัวนั่งเหมือนบานก็ลุดเอามาจัดทำไมโรโหดเมาแต่ขมีนานในบานตีกลายปีกอสดับหายเต็มกอดกัดในปีอินยัยรูปบอกขมอยได้ในขังกลายแต่ได้ใหญ่ท่าเคยอยากที่ออดไอ้นั่งสองไซแต่คือเป็นแดดแหละละเมียจอเมานั่งไปให้จีเกโรคเนี่ยเหมือนเคยเนี่ยแดดสลับรวมเนี่ยนั่งเกโรคเนี่ยเคยแต่ให้จีเมียนนามันเนี่ยได้ไอรูเรียนเมียนจีวัดเพื่อไอปุกเกนึงแกแต่สู้รบชั่วโมงอาทิตย์นึง